បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះគឺរឿងទៀតហើយមានរឿងទៀតហើយបាទរឿងពូរត់ម៉ូតូឌុបរត់នោះគាត់ជួបខ្មោចបាទគាត់និយាយរួមមកគាត់ដឹកខ្មោចតែម្ដងដឹកដូចតែខ្មោចលងឬដូចជាមនុស្សស្រីអញ្ចឹងណាជួបគាត់បាទហើយដែលស្រុកកំណើតគាត់ហ្នឹងគឺអ្នកពីចម្ងាយនេះដែលគាត់ទៅជួបផ្ទះគេនៅខាងស្រែអំបិលកោះកុងខេត្តកោះកុងហ្នឹងហើយនិយាយរួមគឺនៅហ្នឹងតាំងពីចំនួនហ្នឹងវាព្រៃដែរព្រៃក្រាស់មែនទែនគឺថាផ្លូវគេហៅវត្តស្រែអំបិលហ្នឹងគឺនៅមានព្រៃកៅស៊ូព្រៃអីចឹងណាហើយផ្លូវវាអត់មានចាក់បេតុងឬក៏ចាក់កៅស៊ូឯដូចសម័យឥឡូវទេចំនួនហ្នឹងវានៅផ្លូវយើងធម្មតាចុងវាក៏លុកក៏លាក់ពិបាកជិះម៉ូតូជិះដែរហើយឆ្ងាយដែរចេញពីផ្សារស្រែអំបិលទៅដល់កន្លែងផ្ទះគាត់ហ្នឹងហើយចេះដី1 គីឡូជាងទៅ2 គីឡូដែរតែចេញពីនឹងទៅប្រហែលជាបានបន្តិចទៅដល់វត្តមួយទៀតគេហៅវត្តអង្គរហើយផ្ទះគាត់នៅខាងផែក្រោមគាត់ជួបផ្ទះគេនៅនឹងអញ្ចឹងណាហើយរាល់ដងគឺគាត់មិនដែលមានបញ្ហាទេគាត់ជិះម៉ូតូជិះអីទៅអញ្ចឹងចៃដន្យថ្ងៃហ្នឹងដូចថាជាទៅវាជួបអញ្ចឹងទៅតែតាមប្រពន្ធរបស់គាត់រៀបរាប់ហ្នឹងគឺគាត់បានរត់ម៉ូតូឌុបហ្នឹងទៅជួបខ្មោចគាត់ថាជួបម្ដងជាពីរដងប៉ុន្តែគាត់មិនចាប់អារម្មណ៍ដូចថាឃើញហាវឃើញអីជិះម៉ូតូអីចឹងណាព្រោះគាត់មានដូចថាគេថាកាយ៉ាវខ្មោចលងចឹងណាគាត់អត់ចេះខ្លាចចេះអីទេតែចៃដល់ថ្ងៃហ្នឹងលងវាស្រស់ពេកអញ្ចឹងធ្វើឲ្យគាត់រឿងដូចវាបាក់ស្មាតខ្លាំងដល់គាត់ទៅជាឈឺទៅជាអីចឹងណាហ្នឹងហើយគាត់និយាយរួមអ្នកក្នុងតំបន់ហ្នឹងដូចថាខ្ញុំធ្លាប់ទៅនោះនឹង2 3 ឆ្នាំដែរខ្ញុំទៅរៀននោះហ្នឹងក៏ដឹងប្រព័ន្ធហ្នឹងព្រៃវាច្រើនដែរកន្លែងហ្នឹងសិតតែខ្មោចសិតតែភ្នំខ្មោចខាងមានប្រឆាមានអីចឹងនៅក្បែរហ្នឹងចឹងទៅយើងជិះម៉ូតូបើសិនពេលថ្ងៃវាមិនអីទេមានគេទៅគេមកដល់ពេលយប់ស្ងាត់បងប្អូនស្ងាត់ឈឹងចឹងម្នាក់ចេះតែខ្លាចដែរបើសិនឲ្យដើរតែឯងក៏ហ៊ានដើរដូចតែគ្នាហើយតាមប្រពន្ធគាត់និយាយគាត់ថាថ្ងៃមួយហ្នឹងគាត់ប្រហែលជាម៉ោង3 ម៉ោង 4ល្ងាចគាត់ចាប់ផ្ដើមរត់ម៉ូតូឌុបរៀងអស់កម្លាំងយ៉ាងនោះគាត់ក៏ថាឯងអើយទៅផ្ទះមុនខ្ញុំតិចទៀតបានខ្ញុំទៅហើយប្រពន្ធគាត់នៅលក់នៅផ្សារនឹងដែរអញ្ចឹងណាដល់ពេលហើយបានហើយម៉ោង 5 ម៉ោង 6 ជាងគាត់ចេញទៅដល់ព្រៃហ្នឹងក៏ឃើញមនុស្សស្រីម្នាក់ឈរបក់ដៃហាវគាត់អញ្ចឹងណាគាត់ក៏ឃើញហ្នឹងក៏គាត់ឌុបទៅឌុបហើយក៏គាត់ចេះតែសួរនាំនិយាយពីនេះពីនោះអញ្ចឹងទៅតែម្នាក់ស្រីនោះអត់មាននិយាយទេហើយដៃម្ខាងកាន់តកកតែតកកហ្នឹងតកកអញ្ចឹងតែហ្នឹងយើងចងខ្សែអត់មានដាក់ថងអីទេទៅទិញតកក1000អញ្ចឹងកាន់ឃើញកាន់តកកវាស្រស់ត្រង់ថាគាត់ឃើញកាន់តកកបាត់ដុំអញ្ចឹងតាក់ខ្សែចងថាពូអើយពូម៉ូតូឌុបឈប់សិនអញ្ចឹងគាត់ឈប់ឌុបទៅអឺចេះតែនិយាយអញ្ចឹងគាត់ចេះរៀងឆ្ងល់ដែរគាត់ថាអត់ឮសូរមាត់តអញ្ចឹងណាចេះតែនិយាយតែឯងអញ្ចឹងទៅដល់ជិះម៉ូតូទៅរៀងឆ្ងាយតិចជិតដល់ផ្ទះបានចាប់ផ្ដើមងាកមកក្រោយមកអត់ឃើញមនុស្សអញ្ចឹងគាត់ក៏ទៅប្រាប់ប្រពន្ធគាត់ថាមានមនុស្សស្រីជិះម៉ូតូជាមួយតែដល់ពេលជិះមកដល់ផ្ទះវាអត់ឃើញមនុស្សចុះរោមើលរោវាមិនឃើញគាត់នឹងក៏ចង់ដូចថាចង់ជិះរោមកបកមកមើលវិញតែវាអត់ឃើញវារៀងខ្លាចដែរគាត់ក៏អត់ហ៊ានទៅដល់បានមួយថ្ងៃពីរថ្ងៃក្រោយមកក៏គាត់ដូចថាវារៀងស្ដែងពេកបងប្អូនតែអញ្ចឹងគាត់ចាប់ដើមរៀងដូចធ្លាក់ខ្លួនឈឺអញ្ចឹងក៏រៀងដូចឈឺខ្លាំងឡើងគាត់អត់តែគាត់នឹងវាទៅជាដូចថាទៅមានសតិអារម្មណ៍អីចឹងណាគាត់មិនដែលថាមិនចេះខ្លាចខ្មោចធ្លាប់ឃើញថាឃើញឈរឃើញអីចឹង
ដល់សារនេះឃើញដូចថាឲ្យឈរវារឿងដូចស្ដែងពេកហៅជីម៉ូតូនិយាយហើយអត់តតអីចឹងគាត់អត់ចាប់អារម្មណ៍ដល់ពេលហ្នឹងហើយដល់ពេលគេងាកក្រោយមកវាអត់ឃើញចឹងគាត់វារឿងដូចថាអារម្មណ៍គាត់វាបាក់ស្បាតតាំងពីនឹងមកដូចថាគាត់រឿងវិញវាន់គាត់ខ្លាចទៅជាឈឺទៅជាអីចឹងណាកោសសក់កោសអីចឹងទៅបាទហ្នឹងហើយបាទរឿងហ្នឹងគឺមានតែប៉ុណ្្នឹងបងប្អូនបាទគឺវាតាក់ទងតែខ្មោចលងដែលគាត់រត់ម៉ូតូលូបទៅវាជួបខ្មោចហ្នឹងហើយរឿងហ្នឹងគឺជារឿងពិតបាទដែលកើតឡើងនៅក្នុងស្រុកស្រែអំបិលខេត្តកោះកុងបាទអរគុណច្រើនបងប្អូនបាទសូមកុំភ្លេចជួយ Subscribe និងចុចរូបសញ្ញាកណ្ដឹងម្នាក់មួយដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តទៀតបាទ